ការក្បាលក្រហមកម្ពុជាជាអង្គការចលនាមនុស្សធម៌នឹងនៅជាប់ជាមួយជនរងគ្រោះនិងងាយរងគ្រោះក្រោមការយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនប្រធានការក្បាលក្រហមកម្ពុជាចំពោះបងប្អូនគ្រួសារប្រជាពលរដ្ឋទីតលក្រផ្ទុកជំងឺអេដចាស់ជរាគ្មានទីពឹងជនពិការនិងស្ត្រីសម្រាប់កូនតូចមានផ្ទៃពោះនិងកុមារកំព្រានៅព្រឹកថ្ងៃទី5ខែមេសាឆ្នាំ2017នេះគណៈប្រតិភូគណៈកម្មាធិការសាខាការក្បាលក្រហមកម្ពុជាខេត្តសៀមរាបដឹកនាំដោយលោកជំទាវគួយនៅលីនខឹមប៊ុនសុងអនុប្រធានគណៈកម្មាធិការសាខាការក្បាលក្រហមខេត្តលោកជំទាវតូមចន្ទានុផាឡាសមាជិកកិត្តិយសការក្បាលក្រហមកម្ពុជាខេត្តរួមទាំងលោកជំទាវអស់លោកស្រីជាសមាជិកគណៈកម្មាធិការសាខាការក្បាលក្រហមខេត្តនិងអាជ្ញាធរស្រុកបាននាំយកនៅអំណោយរបស់សម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនប្រធានការក្បាលក្រហមកម្ពុជាតែចែកជូនបងប្អូនគ្រួសារទីតលក្រចាស់ជរាគ្មានទីពឹងជនពិការចំនួន40គ្រួសារមកពីឃុំគោកធ្លុកក្រោមចំនួន20គ្រួសារនិងឃុំកំពង់ក្តីចំនួន20គ្រួសារនៅទីស្នាក់ការអនុសាខាការក្បាលក្រហមកម្ពុជាស្រុកជីក្រែងខេត្តសៀមរាបបន្ទាប់ពីកិច្ចស្វាគមន៍របស់លោកអភិបាលស្រុកជីក្រែងនិងសេចក្តីរាយការណ៍របស់លោកសុំសំអននាយកប្រតិបត្តិសាខាការក្បាលក្រហមកម្ពុជាក៏បានបញ្ជាក់អំពីប្រភពនៃអំណោយដែលផ្ដល់ជូនបងប្អូននាពេលនេះមានប្រសាសន៍សំណេះសំណាលនោះដែរលោកជំទាវគួយនៅលីនខឹមប៊ុនសុងក៏បានលើកឡើងផងដែរថាអំណោយដែលលោកតាលោកយាយបងប្អូនពូមីងទទួលបាននៅពេលនេះក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនប្រធានការក្បាលក្រហមកម្ពុជាដែលបានមើលឃើញនៅសុខទុក្ខលំបាកនៅជីវភាពខ្វះខាតរបស់បងប្អូនដោយមិនបានទុកឲ្យជនណាម្នាក់ស្លាប់ដោយអត់អាហារនោះឡើយម្យ៉ាងទៀតនៅថ្ងៃខាងមុខនេះដែរបងប្អូនប្រជាពលរដ្ឋខ្មែរយើងទទួលអំណរសាទរទេវតាឆ្នាំថ្មីឆ្នាំរកានៅបស័កពុទ្ធសករាជ2560-2561ទៅនៅថ្ងៃនេះក្រុមប្រតិភូគណៈកម្មាធិការសាខាការក្បាលក្រហមខេត្តសៀមរាបនាំយកនៅអំណោយសម្ដេចគតិប្រិទ្ធបណ្ឌិតចែកជូនដល់បងប្អូនដោយមិនបានប្រកាន់នៅនានាការនយោបាយណាឡើយដើម្បីបានបងប្អូនយកទៅប្រើប្រាស់ក្នុងពេលបុណ្យចូលឆ្នាំថ្មីនេះនៅពេលបានជួបនៅជីវភាពខ្វះខាតសំខាន់ជនចាស់ជរាគ្មានទីពឹងនិងជនពិការក្នុងនោះដែរលោកជំទាវគួយនៅលីនខឹមប៊ុនសុងក៏បានសម្ដែងនៅការអាណិតអាសូរចំពោះបងប្អូនដែលមានជីវភាពខ្វះខាតនិងចាស់ជរាគ្មានទីពឹងព្រមទាំងបានពំនាំនៅប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនប្រធានការក្បាលក្រហមកម្ពុជាក៏ដូចជាអាយុឧត្តមបណ្ឌិតប្រធានគណៈកម្មាធិការសាខាការក្បាលក្រហមខេត្តព្រមទាំងបានធ្វើការណែនាំផងដែរចំពោះបងប្អូនត្រូវយកចិត្តទុកដាក់ថែទាំសុខភាពនិងត្រូវនាំកូនរបស់ខ្លួនមកមណ្ឌលសុខភាពដើម្បីទទួលការចាក់ថ្នាំបង្ការការពារជំងឺនិងពិនិត្យសុខភាពលោកជំទាវគួយនៅលីនខឹមប៊ុនសុងក៏បានធ្វើការណែនាំមួយចំនួនគឺត្រូវខិតខំតស៊ូឡើងដើម្បីជីវិតនិងអនាគតរបស់ក្រុមគ្រួសារកូនរបស់ខ្លួនហើយសង្គមក៏មិនបានបោះបង់ចោលប្អូនឡើយដោយយើងមានអាជ្ញាធរមូលដ្ឋានជាអ្នកគ្រប់គ្រងរបស់ខ្លួនម្យ៉ាងទៀតក៏បងប្អូនទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាភ្លើងផ្សែងពីព្រោះថានៅពេលនេះជារដូវក្តៅស្ងួតនិងងាយរងគ្រោះដោយអគ្គិភ័យនិងគ្រោះថ្នាក់ផ្សេងជាដើមនិងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ដោយបច្ចុប្បន្នការបម្រែបម្រួលអាកាសធាតុបានធ្វើឲ្យយើងជួបនៅប្រធានស័កពីបាតុភូតធម្មជាតិដូច្នេះបងប្អូនត្រូវមានការរត់រកទីកន្លែងដែលមានសុវត្ថិភាពផងដែរអំណោយមនុស្សធម៌ដែលបានផ្ដល់ជូនក្នុងមួយគ្រួសារទទួលបានសាប៊ូលុច2ដុំសាប៊ូម្សៅ1កញ្ចប់ច្រាសដុសធ្មេញ1ដើមថ្នាំដុសធ្មេញ1បំពង់ទឹកស៊ីអ៊ីវ1ជួរអំបិល1គីឡូក្រាមប្រេងឆា1ដបនំធុង1ធុងអង្ករ25គីឡូក្រាមទឹកបរិសុទ្ធ1ជួរនិងថវិកា20000រៀល